មនុស្សនៅផ្ទះមេតបមានដល់ទៅ230នាក់ឥឡូវនេះនៅសល់តែប៉ុន្មានអ្នកនឹងទេទោះបីជាផ្ទះមេតបមានគុណបំណាច់ចំពោះរាជបល្ល័ង្កមែនប៉ុន្តែអំណាចធំពេកកាន់កាប់កងទ័ពក្នុងដៃបែបនេះធ្វើឲ្យស្ដេចមិនសប្បាយចិត្តដល់ថ្នាក់នេះក៏មិនចម្លែកដែរនិយាយមែនតែព្រះអង្គនៅតែជាមនុស្សដែលគេបោះបង់ចោលលីនឆៃស៊ីងម្នាក់នេះដើម្បីគាត់ព្រមបន្ទាបខ្លួនធ្វើជាស្រីបម្រើហើយព្រមនៅជាមួយស្រីបម្រើឈ្មោះយុនជីងទៀតស្រីម្នាក់នេះពិតជាលះបង់ខ្លាំងណាស់ហ្វូងព្រះអង្គពិតជាដាច់ចិត្តមែនផ្ទះមេតបមានគំនិតក្បត់កូនស្រីមេតបលីនឆៃស៊ីងបានបំពោលសម្រាប់ព្រះមហេសីយុនជីងខ្ញុំសូមប្រកាសថាមិនអាចលើកលែងទោសបានទេត្រូវតែប្រហារជីវិតភ្លាមលោកហ្វូលីងឈិនឲ្យខ្ញុំសូមអង្វរលោកខ្ញុំសូមអង្វរលោកណាសូមលោកអាណិតដល់ចំណងអាពាហ៍ពិពាហ៍រយៈពេល7ឆ្នាំរបស់យើងផងសូមទប់ផ្លូវរស់ឲ្យជីវជនហ្វូម្នាក់ទៅហ្វូលីងឈិនខ្ញុំពិតជាមិនបានសម្លាប់យុនឈីងទេហើយពួកយើងក៏មិនបានគិតក្បត់ដែរលីនឆៃស៊ីងឲ្យនាងនៅតែចង់កុហកយើងទៀតឬហ្វូលីងឆេនឲ្យគ្រាន់តែរឿងស្រីបម្រើម្នាក់សោះលោកចង់កម្ចាត់ខ្ញុំចោលមែនទេត្រូវហើយលីនឆៃស៊ីងកាលពីមុននាងធ្វើឲ្យយុនជីងឈឺស្លាប់ឥឡូវនេះយើងនឹងកម្ចាត់ពូជពងនាងទាំង9ជាន់ដើម្បីឲ្យនាងទៅសងសឹកឲ្យគេហ្វូលីងឆេនឲ្យបើឲ្យខ្ញុំចាប់ផ្ដើមម្ដងទៀតមិនជ្រើសរើសសោះព្រះបតាកូនចង់សុំរៀបការជាមួយនាងយុនជីនដែលជាអ្នកបម្រើក្នុងត្រកូលលីនធ្វើជាព្រះមហេសីសូមព្រះបតាអនុញ្ញាតផងខ្ញុំនៅរស់មែនទេរឿងអីហ្នឹងព្រះអង្គម្ចាស់ពិតជាវង្វេងមែនទាំងដែលចិត្តដល់ថ្ងៃរៀបការជាមួយកូនស្រីរបស់មេតបទៅហើយចុះហេតុអ្វីបានជាមកតាក់ទងជាមួយអ្នកបម្រើម្នាក់នេះទៅវិញគាត់គ្រាន់តែជាព្រះអង្គម្ចាស់ដែលកើតពីព្រះមហេសីដែលត្រូវបានដកតំណែងការរៀបការនេះគឺពិតជាការឡើងខ្ពស់ពេកហើយឥឡូវនេះមើលចុះធ្វើឲ្យខូចមុខមាត់រាជវង្សអស់ហើយអូខ្ញុំកើតមកវិញមែនទេថែមទាំងត្រឡប់មកពេលដែលខ្ញុំកំពុងដកខ្លួនពីការរៀបការនៅឯ Falling Chain ហើយសូមរៀបការជាមួយយុនជីនទៀតហ៊ានណាស់កិច្ចសន្យាប្រលឹងមិនមែនជារឿងលេងសើចរបស់អញទេព្រះបតាកូនក្នុងផ្ទៃរបស់យុនជីនគឺជាឈាមជ័ររបស់កូនដូច្នេះកូនមិនអាចក្បត់នាងបានទេមនុស្សអប្រិយពាក្យសម្ដីឈ្គួតទាំងនេះបានធ្វើឲ្យខ្ញុំកាលពីជាតិមុនគ្មានជំរឿអ្វីទាំងអស់ក្រៅពីជ្រើសរើសរៀបការជាមួយយុនជីងតែជាតិថ្មីនេះខ្ញុំនឹងមិនឲ្យរឿងដែលនេះកើតឡើងម្ដងទៀតឡើយសូមក្រាបបង្គំទូលព្រះអង្គខ្ញុំម្ចាស់លីនឆៃស៊ីងសូមដកខ្លួនចេញពីការរៀបការនេះដើម្បីឲ្យព្រះអង្គម្ចាស់ទី5និងនាងយុនជីងបាននៅជាមួយគ្នាលីនឆៃស៊ីងឯងកំពុងនិយាយរឿងអ្វីហ្នឹងព្រះអង្គអ្វីដែលខ្ញុំម្ចាស់និយាយគឺសុទ្ធតែជាការពិតទាំងអស់ស៊ីងឲ្យកុំមកធ្វើរឿងឈួតបែបនេះព្រះអង្គក្នុងនៅពេលដែលព្រះអង្គម្ចាស់ទី5មានចិត្តស្រឡាញ់គេទៅហើយខ្ញុំម្ចាស់ក៏មិនចង់ធ្វើជាមនុស្សអាក្រក់ដែលទៅបំបែកគូស្នេហ៍គេដែរសូមព្រះអង្គមេត្តាអនុញ្ញាតផងចំណែករឿងរៀបការរបស់ខ្ញុំម្ចាស់វិញអាចចាប់ឆ្នោតជ្រើសរើសស្វាមីថ្មីបានហើយទោះបីជាព្រះអង្គម្ចាស់អង្គណាក៏ដោយខ្ញុំម្ចាស់សុខចិត្តទាំងអស់លីនឆៃស៊ីងអូនចង់លុបចោលអាពាហ៍ពិពាហ៍មែនទេព្រះអង្គម្ចាស់ទ្រង់អនុញ្ញាតឲ្យខ្លួនឯងរៀបការថ្មីបានតែមិនអនុញ្ញាតឲ្យខ្ញុំលុបចោលអាពាហ៍ពិពាហ៍ឬក្នុងโลกនេះមិនដែលឃើញមានច្បាប់បែបនេះសោះនាងបាននាងក្មេងត្រកូលលីនអញយល់ព្រមតាមសំណើរបស់នាងអោព្រះគុណហ្វុងហ្វាព្រះបតាហើយបើមិនមែនព្រោះតែឆៃស៊ីងមានចិត្តសប្បុរសហៅមេតបលីនមកពិភាក្សាជាមួយអញទេនោះក៏មិនមានអាពាហ៍ពិពាហ៍នេះដែរក្នុងពេលដែលនាងចង់រៀបការជាមួយស្រីបម្រើឲ្យធ្វើជាព្រះមហេសីតើឲ្យកូនស្រីត្រកូលខ្ពង់ខ្ពស់ទៅធ្វើជាស្រីស្នំបានយ៉ាងម៉េចចុះមានអីមិនបានបើគេមានចិត្តលើអញហើយធ្វើជាប្រពន្ធដើមឬស្រីស្នំមានខុសគ្នាកន្លែងណាទៅឯងពិតជាល្ងងខ្លៅមែនឆាប់យកធុងលុយមកនេះតាមពិតទៅបើមិនចង់ទេក៏មិនអីដែរ
អោព្រះគុណព្រះអង្គសម្រាប់ព្រះតេមេត្តាតែទូព្រះបង្គំបានសម្រេចចិត្តហើយមិនស្ដាយក្រោយឡើយសូមលោកគង់ជួយប្រកាសឈ្មោះផងព្រះអង្គគុំចាស់ទី3 Phổ Hằng ព្រះអង្គគុំចាស់ទី3 Phổ Hằng សូមអញ្ជើញបងទី3មិនក៏ហាក់ដូចជាព្រះអង្គគុំចាស់ទី3និងកញ្ញាលីនមិនសូវត្រូវគ្នាពីមុនមកចឹងនឹងហើយកាលពីមុនពេលជួបគ្នាដំបូងកញ្ញាលីនបានវាយព្រះអង្គគុំចាស់ទី3ពីពេលនោះមកអ្នកទាំងពីរឆ្លោះគ្នាឥតឈប់ឈរដូចជាគូកម្មនឹងគ្នាបើនៅជុំគ្នាខ្លាចតែផ្ទុះរាជធានីចោលបើធៀបនឹង Fu Lin Chen ដែលមានចិត្តអាក្រក់ព្រះអង្គគុំចាស់ទី3 Phổ Hằng គ្រាន់តែមាត់អាក្រក់គួរឲ្យចង់វាយប៉ុណ្ណោះជាតិមុនពេលខ្ញុំបកស្រាយ Phổ Hằng បានផឹកស្រវឹងជោគជាំរួចក៏ស្ម័គ្រចិត្តទៅការពារព្រំដែននៅភាគខាងត្បូងទោះជាគូកម្មនឹងគ្នាតែខ្ញុំទទួលស្គាល់ថាគាត់មានចិត្តធម៌ហ៊ានលះបង់ដើម្បីអ្នកដទៃគាត់ពិតជាសុភាពបុរសមែនម្យ៉ាងទៀតបើជ្រើសរើសគាត់ទោះស្ថានភាពអាក្រក់យ៉ាងណាក៏មិនអាក្រក់ជាងជាតិមុនដែរព្រះអង្គគុំចាស់ឲ្យការចាប់ឆ្នោតនេះគឺជាព្រះហឫទ័យរបស់ស្ថានសុខឆៃស៊ីងចង់ធ្វើតាមព្រះហឫទ័យស្ថានសុខដោយបកស្រាយជាមួយព្រះអង្គគុំចាស់ទី3 Phổ Hằng ព្រះអង្គគុំចាស់ទី3នេះជាបំណងអ្វីហឹងឲ្យកូនមានន័យថាម៉េចទូលបង្គំ Phổ Hằng ព្រមទទួលព្រះរាជបញ្ជាល្អណាស់បើជាបំណងរបស់មេឃអញ្ចឹងមែនអនុញ្ញាតរឿងរៀបការរបស់ព្រះរាជបុត្រទី3ប្រគល់ឲ្យក្រសួងពិធីការរៀបចំទៅរើថ្ងៃល្អរៀបការចុះកូនស្រីសូមអរព្រះគុណដល់ព្រះអង្គកូនសូមអរព្រះគុណដល់ព្រះបតាលីងឆៃស៊ីងឈប់សិនព្រះអង្គគុំចាស់សូមទ្រង់រក្សាថ្លៃថ្នូរផងឥឡូវនេះខ្ញុំម្ចាស់មានគូដណ្ដឹងហើយមិនសមគួរនឹងជួបជុំជាមួយបរិហតីឡើយបរិហតីអញ្ចឹងលីនឆៃស៊ីងកុំធ្វើរឿងអីទៀតអីខ្ញុំដឹងថាអ្នកធ្វើបែបនេះដើម្បីខឹងខ្ញុំប៉ុន្តែយួនជីងមានកូនជាមួយខ្ញុំហើយខ្ញុំត្រូវតែផ្ដល់ឋានៈឲ្យនាងអ្នកមិនមែនគ្មានចិត្តមេត្តាដល់ថ្នាក់នេះទេមែនទេត្រឡប់ទៅវិញអ្នកត្រូវទៅលុតជង្គង់សុំទោសយួនជីងរួចខ្ញុំនឹងទៅនិយាយអង្វរព្រះបតាឲ្យរឿងនេះចាត់ទុកថាចប់ត្រឹមនេះចុះទៅថ្ងៃមុខអ្នកនៅតែជាព្រះមហេសីរបស់ខ្ញុំដែរព្រះអង្គកំពុងតែនិយាយលេងសាច់មែនទេកុំថាឡើយឲ្យខ្ញុំជាម្ចាស់ទៅលុតជង្គង់សុំទោសអ្នកបម្រើបើកាលនោះខ្ញុំមិនឃើញយួនជីងគួរឲ្យអាណិតហើយនាំនាងចូលក្នុងវាំងទេនោះម្លេះនាងប្រហែលជាស្លាប់បាត់ទៅហើយចុះហេតុអ្វីបានជាត្រូវឲ្យខ្ញុំដែលជាអ្នកជួយសង្គ្រោះនាងទៅធ្វើគាវកិច្ចធំដុំដាក់នាងទៀតអ្នកលីនឆៃស៊ីងខ្ញុំប្រាប់ឲ្យអ្នកដឹងចុះអ្នកស្នងតំណែងបន្ទាប់គឺខ្ញុំតើអាចទៅរួចទេ Fu Lin Chen ក៏កើតជាថ្មីដែរឬឯងកើតអីហ្នឹងលីនឆៃស៊ីងអញមិនខ្លាចនឹងប្រាប់ឯងទេថាអ្នកស្នងតំណែងបន្ទាប់គឺជារូបអញនេះឯងល្អណាស់ដែលបានកើតមកវិញជាតិមួយនេះទាំងគំនុំថ្មីគំនុំចាស់អញនឹងគិតគូរជាមួយអញឲ្យអស់តំណែងរាជយាតគេមិនទាន់បានជ្រើសរើសផងព្រះអង្គម្ចាស់ទី8ជាប្រកាសក្នុងចិត្តថាខ្លួនជាស្ដេចថ្មីទៅហើយតើព្រះអង្គត្រៀមធ្វើគុតស្ដេចដើម្បីដណ្ដើមរាជមែនទេឈប់មាត់ឯងកំពុងតែនិយាយរឿងអ្វីហ្នឹងលីនឆៃស៊ីងកុំឲ្យអញត្រូវប្រើវិធីខ្វក់ដាក់ឯងឲ្យសោះចាំមើលទៅប៉ុន្មានថ្ងៃទៀតដល់ពេលនោះគុំមកយំអង្វរឲ្យសោះមិនបាច់រំខានព្រះអង្គគុំចាស់ទី5ទេដល់ប៉ុន្មានថ្ងៃទៀតព្រះអង្គនឹងត្រូវហៅខ្ញុំថាបងថ្លៃស្រីហើយដល់ពេលនោះបើហ៊ានតែស្រែកដាក់បងថ្លៃស្រីទៀតគុំបន្ទោសថាបងថ្លៃស្រីមិនប្រដៅឲ្យសោះលីនឆៃស៊ីង Fu Lin Chen រឿងល្អនៅមាននៅខាងក្រោយទៀតមានការដូរដណ្ដឹងទាំងអស់99ហឹបគឺសុទ្ធតែខ្ញុំខំប្រឹងរកយ៉ាងលំបាកដើម្បីយកមកជូនលោក Fu Lin Chen នឹងឯងនឹកស្មានមិនដល់ថាជាតិមុនគេបែរជាយកវាទៅឲ្យយួនជីនទាំងអស់ដោយមិនទុកឲ្យខ្ញុំសំបីតែមួយដោយខ្លាច Fu Lin Chen ពិបាកចិត្តខ្ញុំក៏ទៅចាំនៅកន្លែងបបាញ់អស់7ថ្ងៃ7យប់ទើបបានស្បែកសត្វនេះមកតែមិនទាន់បានប៉ុន្មានផងយួនជីនដែលកំពុងពុះបែរជាយកវាទៅស្លៀកបាត់ខ្ញុំខឹងខ្លាំងណាស់ក៏ទៅរក Fu Lin Chen ដើម្បីទាមទារយុត្តិធម៌តែបែរជាត្រូវគេដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅវិញអ្នកនាងពីយន្តទៅហៅមេផ្ទះមកទីនេះមកប្រាប់គេថាខ្ញុំមានរឿងចង់បញ្ជាចាស់ Fu Lin Chen យន្តជីនជាតិថ្មីនេះគុំសង្ឃឹមថាពួកឯងនឹងបានកេងចំណេញពីខ្ញុំទៀតឲ្យសោះយករបស់ទាំងអស់ដែលមានក្នុងបញ្ជីនេះចេញពីក្នុងហឹបមកឲ្យអស់រួចយកទៅទុកក្នុងឃ្លាំងផ្ទាល់ខ្លួនរបស់ខ្ញុំចុះបើព្រះអង្គគុំចាស់វូទៅរៀបការប្រពន្ធតើមានហេតុផលអ្វីដែលត្រូវយករបស់ខ្ញុំទៅធ្វើជាការដូនដឹងនោះចាស់អ្នកនាងមិនល្អហើយយន្តជីនគេថាគេមិនស្រួលខ្លួនចង់ឲ្យអ្នកនាងប្រញាប់ទៅមើលគេឥឡូវនេះបើមិនស្រួលខ្លួនក៏ហៅគ្រូពេទ្យមកទៅអ្នកនាងយើងមិនចេះពេទ្យផងហើយក៏មិនមែនជាឪពុកគេដែរទៅដល់ធ្វើអីកើតគឺយន្តជីននាងខ្ញុំដឹងហើយឲ្យនាងរងចាំទៅចាំរវល់រួចខ្ញុំនឹងទៅចាំសិនមិនអនុញ្ញាតទេទៅហៅគ្រូពេទ្យឲ្យនាងទៅចាស់ប្អូនស្រីពិតជាធ្វើឲ្យបងរងចាំយូរមែនមកបានល្អណាស់
ជួយយកថ្នាំមកឲ្យបងផងគ្រូពេទ្យថាកុផោបងមិនសូវនឹងនោះទេត្រូវសម្រាកនៅលើគ្រែជាតិមុនមិនគិតថាទីរោគក្នុងផ្ទៃនាងជាកូនច្បងរបស់ Falling Chain ក៏ចេះតែអត់អន់ឲ្យតែជាតិថ្មីនេះនាងនៅចង់ប្រើបងទៀតមិនអីទេកាលពីម្សិលមិញបងប្រុសលីងឈិនបានប្រាប់ខ្ញុំរួចហើយថាថ្ងៃនេះគាត់នឹងទៅសុំព្រះរាជក្រឹត្យដើម្បីរៀបការជាមួយខ្ញុំដល់ពេលនោះអ្នកក៏ប្រកាសជាត្រូវចូលទៅក្នុងភូមិគ្រឹះរបស់គាត់ដែរឥឡូវនេះខ្ញុំមានផ្ទៃពោះហើយដូច្នេះតាមធម្មតាខ្ញុំត្រូវតែជាប្រពន្ធធំចំណែកឯអ្នកជាប្រពន្ធតូចឥឡូវនេះរាងកាយខ្ញុំមិនសូវស្រួលទេតើឲ្យប្អូនស្រីជួយមើលថែខ្ញុំបន្តិចបន្តួចមិនបានទេអូយមើលខ្ញុំផងខ្ញុំទាត់ដួលដោយអចេតនាប្អូនស្រីតាជួយលើកវាឡើងឲ្យខ្ញុំបានទេនាងយុនជីនកុំឲ្យវាហួសហេតុពេកបើការនោះមិនមែនដោយសារចិត្តសប្បុរសរបស់កញ្ញាដែលនាំនាងចូលមកក្នុងភូមិគ្រឹះធ្វើជាអ្នកបម្រើនោះទេនាងប្រហែលជាស្លាប់នៅខាងក្រៅបាត់ទៅហើយមាត់នាងស្រីថោកទាបហ៊ានមកដមត់ជាមួយខ្ញុំផងកុំមកនិយាយផ្ដេសផ្ដាស់ពួកឯងមកចាប់វាឲ្យឯងមើលអ្នកណាហ៊ាននាងចង់ធ្វើស្អីនៅចូលស្ងៀមធ្វើអីមិនព្រមចូលមកចាប់នាងទៀតនាងស្មានថាពួកគេសុទ្ធតែជាអ្នកបម្រើក្នុងត្រកូលស៊ឺមែនទេនាងកុំចូលមកណាបងស្រីយុនមើលឲ្យច្បាស់ទៅទីដែលនាងកំពុងឈរជន់នេះគឺជាដីរបស់ភូមិគ្រឹះមេតបលើក្បាលនាងក៏ជាមេឃរបស់ភូមិគ្រឹះមេតបដែរអាហារនិងសម្លៀកបំពាក់ដែលនាងប្រើប្រាស់សុទ្ធតែជារបស់ភូមិគ្រឹះមេតបយើងចុះនាងមានសិទ្ធិអីមកធ្វើរកពីអួតអាងនៅទីនេះឈប់អ្នកនាងឲ្យខ្ញុំសុំទោសកុំវាយខ្ញុំអីលើកក្រោយខ្ញុំលែងហ៊ានទៀតហើយនាងមុខក្រាស់នេះហ៊ានមកផ្ទះកំភ្លៀងខ្ញុំឬលីងឆៃស៊ីងឯងនេះពិតជាមានអំណាចខ្លាំងណាស់ណានិយាយមកអញច្រណែនដែលយុនជីងមានផ្ទៃពោះកូនរាជវង្សទើបចង់ធ្វើបាបគេមែនទេត្រកូលលីវមានទោសទើបត្រូវគេឃុំក្នុងដំណាក់ត្រជាក់ជាច្រើនឆ្នាំបើមិនមែនខ្ញុំសូមអង្វរព្រះចៅអធិរាជទេតើគេអាចចេញមកបានដោយរបៀបណាគេពិតជាអាក្រក់ណាស់មិនត្រឹមតែមិនដឹងគុណទេជាតិមុនថែមទាំងឈោមើលត្រកូលមេតបខ្ញុំត្រូវគេប្រហារចោលទាំងពូជទៀតអ្នកនាងស្រីពោលបើកូនក្នុងផ្ទៃយន្តមានរឿងអីកើតឡើងខ្ញុំនឹងសងសឹកឯងឲ្យបានហើយសម្លាប់ចោលទាំងពូចែងនេះធ្វើឲ្យខ្ញុំគិតច្រើនណាស់ឥឡូវទើបដឹងថាខ្លាចមែនទេបើចេះស្ដាប់បង្គាប់តាំងពីដើមមកក៏មិនអីដែរអញចេះចុះយករបស់ដែលម្ដាយនាងទុកឲ្យនោះទៅជូនដល់ហាងយុនជីនដើម្បីជាការសុំទោសទៅគ្រាន់តែជាគ្រឿងអលង្ការមាសពេជ្រមួយឈុតសោះធ្វើឲ្យអ្នកសប្បាយចិត្តដល់ថ្នាក់នឹងផងព្រះនាងម្ចាស់អត់ដូចគ្នាទេនឹងគឺជាទ្រព្យម្ដងខ្លួនដែលអ្នកស្រីម្ដាយបានបន្សល់ទុកឲ្យអ្នកនាងគាត់ស្រឡាញ់ខ្លាំងណាស់ចេះតែបានចិត្តពេកហើយមើលទៅត្រូវតែឲ្យមេរៀនពួកគេខ្លះហើយមិនបាច់រំខានដល់ព្រះអង្គម្ចាស់ទី5ទេឲ្យពីយន្តទៅហៅគេមកពីមុនមកទោះខ្ញុំសុំអ្វីក៏អ្នកយកព្រមដែរតែមានតែគ្រឿងអលង្ការឈុតនេះមួយទេដែលអ្នកមិនព្រមដាច់ខាតឥឡូវនេះអ្នកគិតឃើញហើយមែនទេឆៃស៊ីងឥឡូវនេះអ្នកចេះបន្ទន់ចិត្តចុះច្រើនណាស់ចាំអ្នកស្ងប់ចិត្តសិនទៅចាំខ្ញុំប្រកូលសិទ្ធិគ្រប់គ្រងផ្ទះឲ្យអ្នកព្រះអង្គម្ចាស់ទី5ព្រះអង្គត្រូវប្រយ័ត្នផងណាមានន័យថាម៉េចឆៃស៊ីងអ្នកធ្វើស្អីហ្នឹងឆាប់យកអានឹងចេញទៅលីងឆៃស៊ីងអញកំពុងធ្វើស្អីហ្នឹងឆាប់យកអានឹងចេញទៅមិនមែនអ្នកនិយាយថាចង់បានរបស់ដែលម៉ាក់ខ្ញុំបន្សល់ទុកឲ្យទេនេះហើយជារបស់នោះលីងឆៃស៊ីងអញឆាប់ឲ្យពួកវាចេញទៅឲ្យឆ្ងាយទៅបើកញ្ញាយុនជីងមិនប្រកាន់ទេទទួលយកវាទៅចុះលីងឆៃស៊ីងនាងស្រីពោលគុំសង្ឃឹមថានឹងបានរៀបការជាមួយកូនប្រុសខ្ញុំហ្វៃលីវស៊ឺសូមនិយាយឲ្យប្រយ័ត្នមាត់ផងគូដណ្ដឹងរបស់ខ្ញុំពេលនេះគឺព្រះអង្គម្ចាស់ទី3 Foheng ឯព្រះអង្គម្ចាស់ទី5 Folin Chen គឺលែងមានពាក់ព័ន្ធអ្វីនឹងខ្ញុំទៀតហើយនៅទីនេះធ្វើស្អីទៀតចង់ស្លាប់មែនទេ
ចេញទៅលីនឆៃស៊ីងខ្ញុំចាំមុខនាងហើយចាំមើលចុះដល់ពេលនាងរៀបការចូលមកខ្ញុំនឹងធ្វើបាបនាងឲ្យខ្លាំងមិនខាននាងក្មេងនាងក្មេងនាងក្មេងឪពុកឯងចង់តែដាច់កាលពីយប់មិញកូនស្នាក់នៅវាំងហោរាប្រចាំរាជវាំងបានមើលតារាសាស្ត្រគាត់ថាថ្ងៃល្អគឺនៅថ្ងៃទី9ខែក្រោយនេះព្រះចៅអធិរាជហើយក៏មានបន្ទូលថាពិធីរៀបអាពាហ៍ពិពាហ៍របស់ហ្វូហឹងនិងហ្វូលីងឈឿនអាចរៀបចំក្នុងថ្ងៃតែមួយបានឯងថាបែបនេះមិនឲ្យខឹងមិនបានឪពុកនិងព្រះចៅអធិរាជឆ្លោះគ្នាពេញមួយថ្ងៃក៏នៅតែមិនអាចឲ្យទ្រង់ផ្លាស់ប្ដូរព្រះតីបានដែរខឹងងឺក៏មិនដល់ថ្នាក់នឹងដែរគ្រាន់តែអរិយាប័ត្ររបស់ហ្វូហឹងកូននៅមិនទាន់ច្បាស់ក្នុងចិត្តទេលោកឪពុកកូនចង់ផ្ញើលិខិតទៅហ្វូហឹងឲ្យគាត់មកជួបគ្នានៅភោជនីយដ្ឋានស៊ុយសៀនដើម្បីពិភាក្សាពីរឿងរៀបការធ្វើបែបនេះក៏ល្អដែរបើគាត់គ្រាន់តែព្រមព្រោះតែខ្លាចអំណាចស្ដេចឪពុកនឹងរកវិធីលុបចោលរឿងនេះកូនមិនអាចរងទុក្ខព្រោះរឿងនេះបានទេលោកឪពុកប្រុសថោកទាបនិងស្រីអាក្រក់នោះមកជួបជុំគ្នាម្ដងទៀតហើយអូលីនឆៃស៊ីងទើបតែទុកឲ្យឯងនៅម្នាក់ឯងបាន3ថ្ងៃសោះឯងហៅថាស្ដាយក្រោយហើយទើបមកសុំអង្វរខ្ញុំមែនទេអូលីនឆៃស៊ីងទើបតែត្រជាក់ដាក់នាងបាន3ថ្ងៃសោះនាងចង់មកសុំអង្វរខ្ញុំវិញហើយមែនទេបើដឹងខ្លួនលឿនបែបនេះតាំងពីដំបូងមកម្លេះក៏ល្អទៅហើយលីនឆៃស៊ីងកុំមកធ្វើពុតជាទៀតអីរឿងរ៉ាវរវាងយើងអ្នកណាក៏ដឹងដែរចាំបាច់ត្រូវមកធ្វើជាស្មោះត្រង់អ្វីទៀតសូមព្រះអង្គប្រយ័ត្នសម្ដីផងការមួយបង្កាច់កេរ្តិ៍ឈ្មោះស្រីវាធ្ងន់ធ្ងរដូចជាការប្លន់ទ្រព្យសម្បត្តិឬសម្លាប់មនុស្សអញ្ចឹងបើដំណឹងនេះលេចទៅដល់ព្រះកានព្រះមហាក្សត្រតើទ្រង់នឹងគិតយ៉ាងណាចំពោះព្រះអង្គមួយទៀតខ្ញុំមកទីនេះគឺដើម្បីរឿងការងាររដ្ឋមិនពាក់ព័ន្ធនឹងព្រះអង្គទេសូមព្រះអង្គយល់ពីស្ថានភាពហើយឆាប់យាងចេញទៅកុំមកធ្វើជាស្រឡាញ់ខ្ញុំអីលីនឆៃស៊ីងនាងច្បាស់ណាស់ថានាងមកទីនេះគឺដើម្បីខ្ញុំនៅមកធ្វើជាមាត់រឹងទៀតប្អូនស្រីកុំអៀនអីលោកលីនឈិនគឺជាអនាគតស្វាមីរបស់ប្អូននាងទៅសុំទោសគាត់ទៅមិនមែនជារឿងអាម៉ាស់អ្វីទេខ្ញុំលោកចាងពីក្រសួងការពារជាតិបានប្រាប់ថាថ្ងៃនេះគាត់មានការងាររដ្ឋជាប់រវល់មិនអាចមកជួបអ្នកបានទេលោកលីនឈិនបើគ្មានការគ្រប់គ្រងពីសាលាសៀងជុនទេតើមានមន្ត្រីណាគេខ្វល់ពីកូនប្រុសម្នាក់ដូចជាលោកទៀតធ្វើការរបៀបមិនហ្នឹងប្រកាសជាទំនាក់ទំនងរបស់នាងមិនទាន់ដល់កម្រិតហើយយករបស់ទាំងនេះទៅឲ្យមនុស្សរបស់លោកចាងទៅប្រាប់ពួកគេឲ្យជួយនិយាយល្អពីខ្ញុំខ្លះទៅនេះជារបស់ដំណាងពូជត្រកូលសិនហើយក៏ជារបស់តំណាងចិត្តដែលខ្ញុំជូនទៅឲ្យហ្វូលីងឈិនដែរលោកម្ចាស់អីវ៉ាន់របស់លោកធ្លាក់ហើយដល់ថ្នាក់ដោះអាវក្នុងមកទៀតនាងនេះលេងសាច់ខ្លាំងណាស់ធ្វើរឿងអាភិសជាមួយប្រុសទាំងថ្ងៃត្រង់ស្រីពេស្យាក៏មិនហ៊ានធ្វើដល់ថ្នាក់នេះដែរខ្ញុំពិតជាចង់ដឹងណាស់ថាជានាងមកពីផ្ទះណាប្រាប់មកថាអាវក្នុងនឹងជារបស់នាងមិនអាចទៅរួចទេកុំសង្ឃឹមអីភាពបរិសុទ្ធរបស់ស្រីយើងសំខាន់ជាងជីវិតបើខ្ញុំទទួលស្គាល់មិនត្រឹមតែខូចកេរ្តិ៍ឈ្មោះខ្ញុំទេថែមទាំងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះត្រកូលមេតបរាប់រយឆ្នាំទៀតឆាប់យករបស់នេះទៅនៅទីនេះធ្វើឲ្យគេមើលងាយមិនទាន់គ្រប់គ្រាន់ឬហ្វូលីងឈួនលោកនិយាយផ្ដេសផ្ដាសនេះមិនមែនជាកូនស្រីត្រកូលមេតបទេមនុស្សមកពីគ្រួសារអភិជនសោះហ៊ានធ្វើរឿងអសិលធម៌បែបនេះទៅកើតអូយកណ្ដាលថ្ងៃត្រង់បែរជាលួចលាក់មានទំនាក់ទំនងជាមួយប្រុសទៅវិញហើយលេងដល់ថ្នាក់នេះទៀតនេះគឺជាកូនស្រីត្រកូលធំប្រហែលជាមកពីម្ដាយនាងស្លាប់ចោលតាំងពីតូចហើយឪពុកក៏នៅឆ្ងាយតាមព្រំដែនរហូតទើបគ្មានអ្នកអប់រំទើបបានជានាងខ្លាចជាមនុស្សគ្មានកេរ្តិ៍ខ្មាស់បែបនេះឮថាគេដណ្ដឹងនាងរួចហើយមិនមែនឬមួយនាងលួចទៅជួបជាមួយប្រុសផ្សេងទៀតដឹងថាអូនជាមនុស្សសក្ដិស្រគំមិនអាចទ្រាំនឹងរឿងអាម៉ាស់បែបនេះបានទើបបងឲ្យលីនឆៃស៊ីនជំនួសអូនទៅចុះអ្នកណាក៏ដឹងដែរថាគេធ្លាប់ឆ្លងកាត់ដៃបងរួចហើយតើគេនៅមានកេរ្តិ៍ឈ្មោះអីទៀតទៅមានតែបងហ្វូទេដែលស្រឡាញ់អូនកញ្ញាលីនថ្ងៃនេះនាងស្លៀកខោក្នុងបែបណាដែរបើមិនអីទេឲ្យខ្ញុំមើលបន្តិចមកចុះនៅមានអីទៀតអាវត្រណប់នោះមិនមែនធ្លាក់នៅលើដីហើយឬនេះមិនមែនជារបស់ខ្ញុំទេនាងថាមិនមែនក៏មិនមែនដែរបើខ្លាំងមែនសាក់ដោះឲ្យគ្រប់គ្នាឃើញទៅមើលហ៊ានណាស់ខ្ញុំជាកូនស្រីត្រកូលធំនៃភូមិគ្រឹះមេតបថ្ងៃនេះខ្ញុំមកទីនេះដើម្បីរកព្រះអង្គម្ចាស់ទី3ពួកឯងប្រកាសជាចង់ប្រមាថខ្ញុំមែនទេកុំមកខ្វល់ពីខ្ញុំអីព្រះអង្គម្ចាស់បានមានបន្ទូលដោយផ្ទាល់ហើយថាអ្នកជាចោរចុះអ្នកនៅធ្វើពុតជាអ្វីទៀតនឹងហើយបើអ្នកបរិសុទ្ធមែនចុះដោះអាវមកដើម្បីបញ្ជាក់ថាព្រះអង្គម្ចាស់និយាយខុសទៅគេមិនហ៊ានដោះទេបើដោះទៅគឺមិនសល់អ្វីទៀតហើយពួកឯងពិតជាគ្មានសិលធម៌មែនហ្វូលីនឈឿនលីនឆៃស៊ីងបើអ្នកលុតជង្គង់សុំទោសខ្ញុំអាចនឹងជួយអ្នកបាន
បងស្រីបើមិនមែនព្រោះតែបងធ្វើបែបនេះពីមុនទេបងហ្វូក៏មិនខឹងខ្លាំងរហូតដល់ចង្អុលមុខបងនៅចំពោះមុខគេបែបនេះដែរស្ដាប់ទៅដូចជាកូនស្រីត្រកូលមេតបម្នាក់នេះជាស្រីមិនស្មោះត្រង់សោះអូអញ្ចឹងល្អណាស់ត្រូវចិត្តខ្ញុំតែម្ដងខ្ញុំចូលចិត្តបែបនេះឯងមើលទៅរឿងនេះមិនអាចបញ្ចប់ដោយល្អបានទេអញមែនទេសុំទោសផងខ្ញុំមកយឺតហើយជួយផងលោកម្ចាស់ជួយខ្ញុំផងហ៊ានប្រមាថព្រះនាងហើយមិនគោរពច្បាប់ប្រទៀតអូសវាចេញទៅប្រហារចោលទៅនៅមានអ្នកណាទៀតដែលហ៊ានមកធ្វើបាបប្រពន្ធរបស់ខ្ញុំបងទី3មកធ្វើអីរឿងនេះគ្រាន់តែជារឿងតូចតាចទេតើចុះហេតុអ្វីបានជាធ្វើរឿងធំដុំបែបនេះរឿងតូចតាចអីកុំភ្លេចថាឆៃស៊ីងគឺជាបងថ្លៃស្រីរបស់ឯងថ្ងៃនេះឯងហ៊ានប្រមាថគាត់ហើយទុកឲ្យកូនចៅឯងធ្វើបាបគាត់ទៀតស្អែកឡើងក្នុងរាជវាំងប្រហែលជាបាត់បង់ព្រះអង្គម្ចាស់ម្នាក់ហើយនេះបងទី3កំពុងគំរាមខ្ញុំមែនទេចេះគ្រប់គ្រងប្រពន្ធថែងឲ្យល្អទៅកុំឲ្យបាត់បង់កិត្តិយសរាជវង្សខ្ញុំជាអ្នកដែលត្រូវឡើងគ្រងរាជមិនប្រកាន់ជាមួយមនុស្សគ្មានខួរដូចឯងទេហើយអ្វីបានជាអ្នកល្ងងម្លេះនាងឲ្យទុកដាក់របស់របរនាងឲ្យស្រួលបួលទៅរឿងថ្ងៃនេះខ្ញុំនឹងធ្វើឲ្យភ្លក់រសជាតិមេរៀនដ៏ឈឺចាប់នេះឲ្យបានសូមអរគុណព្រះអង្គម្ចាស់ខ្ញុំដឹងថាថ្ងៃនេះនាងមករកខ្ញុំគឺតាក់ទងនឹងរឿងរៀបការមែនទេនិយាយមកមើលនាងមានសំណុំពរអ្វីខ្លះបើអញ្ចឹងខ្ញុំសូមនិយាយត្រង់ចុះបើព្រះអង្គម្ចាស់ទី3មិនចង់រៀបការជាមួយខ្ញុំទេខ្ញុំអាចទៅទូលព្រះមហាក្សត្រឲ្យលោកចោលអាពាហ៍ពិពាហ៍នេះបានមិនមែនទេឲ្យខ្ញុំចង់រៀបការជាមួយនាងដោយស្មោះត្រង់ឲ្យនាងរងចាំខ្ញុំដោយចិត្តស្ងប់ទៅខ្ញុំនឹងរៀបចំពិធីចូលរោងការឲ្យនាងបានទេនេះគឺជាបដិព្រះមហាក្សត្រីឲ្យព្រះមេដាម្ជុលសក់នេះមានតម្លៃកាត់ថ្លៃមិនបានគេថាជារបស់ដែលព្រះមេដារបស់ហ្វូហឹងទទួលបានការស្រឡាញ់ខ្លាំងបំផុតក្នុងសម័យនោះហើយព្រះចៅអធិរាជបានបញ្ជាឲ្យគេធ្វើវាឡើងដោយឡែកក្រោយមកក្នុងពិធីជប់លៀងក្នុងវាំងព្រះមេដារបស់ហ្វូហឹងបានមានបន្ទូលថាម្ជុលសក់នេះនឹងត្រូវប្រគល់ឲ្យកូនប្រសានាពេលអនាគតដើម្បីជាវត្ថុបញ្ជាក់ពីសេចក្តីស្រឡាញ់ល្អខ្ញុំក៏នឹងមានប្រពន្ធដែរហើយដឹងពីចិត្តរបស់ហ្វូហឹងហើយថ្ងៃបន្ទាប់មកទៀតខ្ញុំក៏រងចាំរៀបការដោយចិត្តស្ងប់ហើយរៀបចំប្រអប់កាដូដណ្ដឹងដែលហ្វូហឹងផ្ញើមកឲ្យក្នុងអំឡុងពេលនោះហ្វូលីនឆេនបាននាំយុនជីនដើរទៅគ្រប់ទីកន្លែងដើម្បីរៀបចំរបស់របរសម្រាប់ពិធីមង្គលការថ្ងៃមួយខ្ញុំទំនេរពេកក៏ចេញទៅដើរលេងហើយក៏ចៃដន្យជួបគាត់នៅហាងលក់ទំនិញមកថាអត់ជួបតែតាមពិតមកទីនេះមែនតើនេះមកត្រៀមរបស់ដណ្ដឹងសម្រាប់រៀបការជាមួយខ្ញុំមែនទេក៏ត្រូវដែរតែនាងគ្រាន់តែជាផ្កាដែលខ្ញុំធ្លាប់បេះលេងហើយបងប្រុសទី3នឹងអាចទទួលយកនាងបានយ៉ាងម៉េចទៅចុះបើជាកូនស្រីត្រកូលមេតបហើយម៉េចខ្ញុំមានកូនឲ្យគាត់បានដល់ពេលរៀបការរួចមិនមែនត្រូវតែអន់ក្បាលចុះចាញ់ខ្ញុំទេអត្រាចាន2នាក់នេះលីនសៃស៊ីងតើឯងកំពុងលេងល្បិចអ្វីក្រៅពីខ្ញុំតើឯងអាចបើកបរបានអ្នកណាទៀតនឹងហើយក្រៅពីបងហ្វូតើមានអ្នកណាគេចង់បានឯងហ្វូហុងលោកមេតបស៊ូលីងសូមកុំបារម្ភអីក្នុងជីវិតនេះខ្ញុំមានតែឆៃស៊ីងម្នាក់គត់ដែលជាប្រពន្ធពួកយើងនឹងស្រឡាញ់គ្នាអស់មួយជីវិតមិនមានការសង្ស័យអ្វីឡើយបានហើយទៅចុះថ្ងៃនេះគេរៀបការនៅភូមិគ្រឹះព្រះអង្គម្ចាស់ទី5ជាមួយគ្នាថ្ងៃតែមួយតើអ្នកទៅដែរឬទេតើមានមនុស្សល្ងងណាគេទៅឮថាគេជួបផ្ទះធំមួយនៅខាងក្រៅឲ្យស្រីបម្រើនោះធ្វើជាផ្ទះកំណើតធ្វើពិធីធំដុំណាស់ដើម្បីនាំនាងចូលភូមិគ្រឹះព្រះអង្គម្ចាស់ពួកអ្នកគិតមើលទៅនេះមិនមែនជារឿងកំ pl ែងទេពិតជាបោះបង់របស់ធំដើម្បីយករបស់តូចមែនភ្នែកមើលមិនឃើញបែបនេះតើថ្ងៃក្រោយមានអ្នកណាហ៊ានជួយគាំទ្រគេទៀតប្រាប់កញ្ញារបស់អ្នកឲ្យចេញមកខ្ញុំមកទទួលនាងហើយក្នុងនាមជាស្រីកំណាន់គឺត្រូវតែចូលតាមរបៀបនេះមិនអាចធ្វើខុសច្បាប់ទម្លាប់បានទេព្រះអង្គម្ចាស់កំពុងតែនិយាយរឿងអ្វីក្បួនរថរបស់កញ្ញាយើងបានទៅដល់ភូមិគ្រឹះព្រះអង្គម្ចាស់ទី3តាំងពីយូរមកហើយពេលនេះប្រហែលជាជិតដល់ពេលចូលរោងការហើយចូលរោងការនឹងឬមិនអាចទៅរួចទេព្រះអង្គម្ចាស់ទី3មិនក៏ទៅរៀបការជាមួយលីងឆៃស៊ីនបាន
មិនមែនត្រង់ស្អប់នាងខ្លាំងណាស់ទេហ៎អ្នកដែលត្រូវរៀបការជាមួយលីងឆៃស៊ីនគឺខ្ញុំតើព្រះអង្គម្ចាស់ទី5ត្រង់ចាំខុសហើយមែនទេថ្ងៃនេះជាថ្ងៃរៀបមង្គលការរវាងអ្នកនាងយើងនិងព្រះអង្គម្ចាស់ទី3ព្រឹកមិញនេះប្រទេសដឹកថ្លៃបណ្ណាការរបស់ព្រះអង្គម្ចាស់ទី3ជិះជុំវិញរាជធានីបានដល់ទៅ3ជុំឯណោះមែនហើយព្រះអង្គម្ចាស់ទី3ត្រង់ល្អជាមួយអ្នកនាងខ្លាំងណាស់ថែមទាំងចែកប្រាក់រង្វាន់ដល់ពួកយើងម្នាក់ទៀតផងមិនអាចទៅរួចទេពួកឯងកំពុងកុហកខ្ញុំអ្នកនាងពួកឯងគ្រាន់តែខឹងនឹងខ្ញុំប៉ុណ្ណោះឥឡូវនេះខ្ញុំនឹងទៅនាំនាងចេញទៅខ្ញុំក៏រងចាំខ្ញុំផងខ្ញុំថាហើយបានជាថ្ងៃរៀបការថ្ងៃនេះស្ងាត់ជ្រុងម្លេះតាមពិតមកជួបជុំគ្នានៅទីនេះសោះព្រះអង្គម្ចាស់ទី5មកទីនេះធ្វើអ្វីមិនមែនទ្រង់បានលុបចោលការដណ្ដឹងជាមួយកូនស្រីត្រកូលលីនហើយទេឬមួយនៅអាឡ័យស្រឡាញ់ទេលើកនេះប្រហែលជាមានរឿងល្អមើលហើយមិនយូរទេនឹងបានឃើញរឿងសប្បាយនៅក្នុងចិត្តមើលទៅមិនដូចមកជូនពោទេប្រញាប់ទៅប្រាប់ព្រះអង្គម្ចាស់ទី3ទៅថាមានគេមកដណ្ដើមក្រមុំហើយអូយទីនេះជាទីធ្លាខាងក្នុងចូលមិនបានទេព្រះអង្គម្ចាស់ទី5អ្នកនាងយើងនៅខាងក្នុងទ្រង់ចូលមិនបានទេមានរឿងហើយលីនឆៃស៊ីងអ្នកមកធ្វើអ្វីនៅទីនេះអ្នកដែលត្រូវរៀបការជាមួយខ្ញុំមិនមែនជាអ្នកទេលីនឆៃស៊ីងឯងមកធ្វើអីនៅទីនេះមនុស្សដែលត្រូវរៀបការជាមួយឯងមិនមែនជាខ្ញុំទេហេសូមម្ចាស់ស្រីមេត្តាអភ័យទោសផងគឺនាងខ្ញុំនេះហើយដែលគ្មានសមត្ថភាពទើបមិនអាចខាត់ព្រះអង្គម្ចាស់ទី5បានព្រះអង្គម្ចាស់ទី5ព្រះអង្គពិតជាចេះលេងសាច់មែនកាលពីថ្ងៃនោះព្រះអង្គបានសូមរៀបការជាមួយយុនជីនដែលជាស្រីបម្រើរបស់ខ្ញុំនៅចំពោះមុខមន្ត្រីនិងព្រះមហាក្សត្រខ្ញុំក៏បានប្រកាសលុបចោលការភ្ជាប់ពាក្យជាមួយព្រះអង្គនៅទីនោះតែម្ដងហើយក៏ចាប់ឆ្នោតជ្រើសរើសស្វាមីរហូតបានត្រូវនឹងព្រះអង្គម្ចាស់ទី3ខ្ញុំចាំបានថាពេលនោះព្រះអង្គក៏នៅទីនោះដែរអីចឹងគួរតែដឹងហើយថាថ្ងៃនេះជាថ្ងៃរៀបមង្គលការរបស់ខ្ញុំនិងបងទី3របស់ព្រះអង្គបើខ្ញុំមិននៅទីនេះតើឲ្យខ្ញុំទៅនៅឯណាទៅផ្ទុយទៅវិញគឺព្រះអង្គកែណោះទេដែលមិនព្រមទៅចូលរោងការឲ្យបានស្រួលបួលបែរជាមកទីនេះធ្វើអីទៅតាមខ្ញុំត្រឡប់ទៅវងវិញសិនព្រះអង្គម្ចាស់ឆៃស៊ីនអញឥឡូវនេះមិនទាន់ដឹងខ្លួនទេតាមខ្ញុំត្រឡប់ទៅវិញសិនទៅហ្វូលីនឆាប់លេងដៃខ្ញុំភ្លាមព្រះអង្គម្ចាស់ឲ្យសូមព្រះអង្គមេត្តាដោះលែងអ្នកនាងពួកយើងទៅស៊ូហឺឲ្យខ្ញុំមកដល់ហើយតើអ្នកដឹងទេថាអ្នកកំពុងធ្វើអ្វីបងទី3ខ្ញុំមកទទួលត្រឡប់ទៅផ្ទះវិញអ្នកគួរតែដឹងថារៀបការជាមួយអ្នកគឺគ្រាន់តែចង់យកឈ្នះខ្ញុំប៉ុណ្ណោះដូច្នេះអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរថ្ងៃនេះមិនអាចរាប់ជាការបានទេតើអ្នកឈួតទៅហើយឬអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងគឺគាត់បានចាប់ឆ្នោតជ្រើសរើសនៅមុខមន្ត្រីទាំងអស់នោះមានព្រះរាជចំការពីព្រះបតាផ្ទាល់មកហើយថ្ងៃនេះយើងរៀបការនឹងតែអ្នកមិនចុះសម្រុងជាមួយឆៃស៊ីងសោះអ្នកមិនចង់រៀបការជាមួយនាងទេខ្ញុំនិយាយពេលណាថាខ្ញុំមិនព្រមព្រះអង្គប្រហែលជាវង្វេងហើយមើលទៅគួរតែរកពេទ្យលួងមកពិនិត្យមើលទៅកុំឲ្យខ្លាចជាមនុស្សឈួតអីម្យ៉ាងទៀតឆៃស៊ីងនាងជាមនុស្សចេះដឹងមានមារយាទល្អខ្ញុំមិនព្រមត្រង់ណាទៅចេះដឹងមានមារយាទល្អនេះអ្នកកំពុងនិយាយពីខ្ញុំមែនទេវូហ្វៃអញគិតថាខ្ញុំយ៉ាងម៉េចដែរមិនមែនសង្ហាខ្លាំងពេកទេបានជាអញមិនព្រមរៀបការជាមួយអ្នកណាផ្សេងក្រៅពីខ្ញុំនិយាយស្អីហ្នឹងដាក់ខ្ញុំចុះភ្លាមលីនឆៃស៊ីងខ្ញុំឲ្យឱកាសឯងចុងក្រោយហើយណាឯងចង់រៀបការជាមួយហ្វូហឹងមែនទេមិនព្រមត្រឡប់ទៅរៀបការជាមួយខ្ញុំមែនទេលីនឆៃស៊ីងឲ្យនាងចង់រៀបការជាមួយហ្វូហឹងមែនទេមិនព្រមត្រឡប់ទៅរៀបខ្ញុំលីនឆៃស៊ីងធ្លាប់បានស្ពតនៅមុខព្រះរាជដំណាក់រួចហើយមិនថាត្រូវរៀបការជាមួយព្រះអង្គម្ចាស់អង្គណាក៏ខ្ញុំព្រមដែរហ្វូលីនឆេនឲ្យឥឡូវនេះខ្ញុំជាបងថ្លៃស្រីរបស់លោកហើយកាត់ចិត្តទៅចុះបានលីនឆៃស៊ីងនាងនឹងស្ដាយក្រោយមិនខាន
លីនឆៃស៊ីងអ្វីដែលខ្ញុំបាននិយាយទៅកាន់នាងនៅមុខព្រះរាជដំណាក់ថ្ងៃនោះគឺសុទ្ធតែជាការពិតនៅមុខព្រះរាជដំណាក់មែនទេអ្នកដែលត្រូវគេប្រហារជីវិតបន្ទាប់គឺខ្ញុំ Phô Linh Chen អើយនឹកស្មានមិនដល់ថាអ្នកនៅតែរឹងរូសបែបនេះទាំងដែលអ្នកនៅតែមើលមិនឃើញថាជាតិមុនអ្នកអាចឡើងគ្រងរាជបានគឺដោយសារអ្នកណាជួយជ្រោមជ្រែងនោះរៀបការជាមួយហ្វូហឹងខ្ញុំមិនដែលស្ដាយក្រោយឡើយវូទីបើអ្នកនៅតែរឹងរូសបែបនេះទៀតយើងទៅជួបហ្វូហឹងផ្ទាល់ទៅដើម្បីឲ្យគាត់ជាអ្នកកាត់សេចក្តីបានល្អណាស់លីនឆៃស៊ីងចាំទុកឲ្យច្បាស់គឺនាងខ្លួនឯងទេដែលបោះបង់ឱកាសតែមួយគត់នេះរងចាំដល់ថ្ងៃដែលខ្ញុំជោគជ័យខ្ញុំនឹងសម្លាប់ចោលទាំងគ្រួសារនាងឲ្យអស់ដើម្បីឲ្យនាងស្ដាយក្រោយនៅអ្វីដែលនាងបានធ្វើនៅថ្ងៃនេះមិនព្រមរៀបការជាមួយគាត់គឺត្រូវគេសម្លាប់ចោលទាំងគ្រួសារមែនទេអីគេអត់រៀបការត្រូវគេសម្លាប់ចោលទាំងគ្រួសារមែនទេលោកហ្វូលីងឈឿនលោកនេះពិតជាមិនចេះកែប្រែចរិតអាក្រក់មែនណាចាំមើលចុះខ្ញុំនឹងរងចាំមើលពេលដែលនាងមកអង្វរខ្ញុំលីងឆៃស៊ីងឆៃស៊ីងអូនកុំគិតច្រើនអីពាក្យសម្ដីអាមនុស្សថោកទាបនឹងកុំយកមកដាក់ក្នុងចិត្តឯណាមិនអីទេយប់ជ្រៅហើយសម្រាប់ទៅឆៃស៊ីងបងមិនដែលស្ដាយក្រោយទេដែលបានរៀបការជាមួយអូនលោកហ្វូហឹងបងស៊ីភ្ញាក់ហើយមែនទេចុះលោកហ្វូហឹងទៅណាហើយគាត់ទៅធ្វើការតាំងពីព្រលឹមហើយគាត់បានផ្ដាំខ្ញុំថាថ្ងៃនេះគាត់ត្រូវទៅពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យអ្នកនាងញ៉ាំបាយល្ងាចម្នាក់ឯងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺគាត់មែនទេបៃស៊ឺឈៀនលោកជាមន្ត្រីក្រសួងមហាផ្ទៃដែលស្មោះត្រង់និងមានសីលធម៌ល្អណាស់កាលពីជាតិមុនត្រឹមតែពាក់កណ្ដាលខែទីប៉ុណ្ណោះតំបន់ខាងត្បូងនឹងជួបគ្រោះទឹកជំនន់ហើយព្រះចៅអធិរាជបានចាត់តាំងលោកឲ្យទៅដោះស្រាយបញ្ហាទឹកជំនន់ព្រោះវាជាពេលសំខាន់ក្នុងការជ្រើសរើសរដ្ឋាភិបាលពួកព្រះអង្គម្ចាស់ទាំងអស់សុទ្ធតែចង់ឆ្លៀតឱកាសនេះដើម្បីតាក់ទងគាត់តែគួរឲ្យស្ដាយលោកបែរជាបិទទ្វារមិនទទួលជួបអ្នកណាឡើយធ្វើឲ្យពួកគេខកចិត្តត្រឡប់ទៅវិញអស់កាលពីជាតិមុនខ្ញុំបានដឹងថាគាត់ជាកូនកតញ្ញូគាត់បាននាំម្ដាយទៅធ្វើបុណ្យនៅវត្តឆេឈិនក្រៅក្រុងខ្ញុំក៏ឆ្លៀតឱកាសនោះទៅធ្វើជាមិត្តនឹងគាត់ដើម្បីជួយស្វាមីខ្ញុំឲ្យមានទំនាក់ទំនងជាមួយគាត់រួចហើយខ្ញុំក៏ដណ្ដើមយកគុណសម្បត្តិទាំងអស់នោះមកជារបស់ខ្លួនតែពេលនេះបើគ្មានខ្ញុំទេខ្ញុំខ្លាចថាផ្លូវរបស់គាត់ប្រហែលជាមិនងាយស្រួលប៉ុន្មានទេហើយអ្វីបានជាមិនទាន់គេងទៀតរងចាំបងនឹងណាចុះថ្ងៃនេះមិនបានត្រឡប់មកយប់ម្លេះនៅអេរីជាវាំងមានរឿងអីមែនទេកាលពីយប់មិនមានគេមកប្រាប់ថាតំបន់ខាងត្បូងកំពុងជួបគ្រោះទឹកជំនន់អ្វីណាទឹកជំនន់កើតឡើងលឿនម្លេះជាតិមុននៅពេលនេះទឹកជំនន់មិនទាន់ចាប់ផ្ដើមផងចុះហេតុអ្វីលើកនេះវាលឿនជាមួយខែទៅវិញឬមួយវាពាក់ព័ន្ធនឹងការដែលខ្ញុំកើតជាថ្មីកុំបារម្ភអីណាសៃស៊ីងព្រះបតាបានចាត់តាំងលោកជំទាវពៃជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យទទួលខុសត្រូវរឿងនេះលោកជំទាវពៃគាត់ជាមនុស្សទៀងត្រង់ហើយស្អាតស្អំទៀតគាត់ប្រកាសជាអាចដោះស្រាយបញ្ហាទឹកជំនន់នេះបានហើយជួយសង្គ្រោះប្រជាជនបានមិនខានព្រះបតាតើព្រះអង្គគិតថាលោកជំទាវពៃគាត់នឹងជ្រើសរើសព្រះអង្គឲ្យទៅជាមួយដែរឬទេរឿងអំណាចនេះខ្ញុំមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេម្យ៉ាងទៀតព្រះអង្គម្ចាស់ដទៃទៀតក៏ចង់ទៅដែរចឹងខ្ញុំមិនទៅដណ្ដើមគេទេណាបើព្រះអង្គត្រូវការខ្ញុំអាចជួយបានណាមិនបាច់ទេបើខ្ញុំចង់បានពិតមែនខ្ញុំនឹងទៅដណ្ដើមយកដោយខ្លួនឯងរឿងក្នុងរាជវាំងវាហត់នឿយណាស់សៃស៊ីងកុំបារម្ភពេកអីខ្លាចតែនាងហត់នឿយទៅវិញទេចម្លែកមែនចុះមកដែលពូកែនិយាយឌឺដងពីមុននោះទៅណាហើយគឺដោយសារតែពីមុននាងឃើញតែអាម្នាក់នៅក្រុងហ្វូលីននោះទេបើខ្ញុំមិនធ្វើចឹងតើនាងព្រមនិយាយជាមួយខ្ញុំទេពីយន្តទៅប្រាប់គេទៅថាខ្ញុំមានអាការៈមិនស្រួលខ្លួនចង់ទៅវត្តស៊ីស៊ីនដើម្បីបួងសួងសុំសេចក្តីសុខទោះបីជាហ្វូហឹងមិនមានបំណងដណ្ដើមរាជបល្ល័ង្កក៏ដោយប៉ុន្តែបើហ្វូលីងឆេនដណ្ដើមបានការគ្រប់គ្រងពីបេស៊ឺឈៀនមុនហើយឡើងក្រុងរាជដូចជាតិមុនមែននោះនាងច្បាស់ជាមិនទុកផ្លូវរស់ឲ្យខ្ញុំនិងហ្វូហឹងឡើយម្យ៉ាងវិញទៀតខ្ញុំចង់ឲ្យហ្វូលីងឆេនដឹងថាបើគ្មានរឿងនេះទេគេមិនអាចធ្វើអ្វីបានសម្រេចឡើយមិនថាយើងដើម្បីខ្ញុំឬដើម្បីហ្វូហឹងនោះទេបេស៊ឺឈៀនត្រូវតែងាកមកគ្រប់គ្រងបាក់ពួករបស់ព្រះអង្គម្ចាស់ទី3នេះមិនមែនជាទេសសេះរបស់ហ្វូលីងឆេនទេឬមួយគេមកដល់មុនហើយអាចាស់ងាប់មិនឆាប់ងាប់នេះភ្នែកមើលអត់ឃើញទេយាយចាស់ងាប់មិនឃើញទេថាខ្ញុំកំពុងពោះដើរលឿនម្លេះចង់ប្រញាប់ទៅចាប់ជាតិមែនទេនាងតូចទីនេះជាកន្លែងស្ងប់ស្ងាត់ក្នុងវិហារព្រះពុទ្ធបើនាងមានកំហឹងអ្វីសូមទៅបញ្ចេញនៅខាងក្រៅទៅអាចាស់នេះចង់ងាប់មែនទេឈប់ដៃភ្លាមឈប់លីនឆៃស៊ីងខ្ញុំសូមប្រាប់អ្នកកុំចេះតែរឿងគេពេកយុនជីនទីនេះជាវត្តអារាមមិនមែនជាកន្លែងដែលអ្នកមកធ្វើរឿងឈួតបែបនេះទេខ្ញុំត្រូវអ្នកធាក់មួយជើងមិនអីទេតែអ្នកដឹងទេថាអ្នកចាស់ជរាគាត់ខ្សោយណាស់គាត់ទ្រាំមិនបានទេណាលីនឆៃស៊ីងអ្នកនេះពិតជាចិត្តព្រះមែនណាវាជារឿងធម្មតាទេបើមិនមែនព្រោះតែខ្ញុំអាណិតអ្នកទេតើខ្ញុំទៅលួសអ្នកចេញពីកន្លែងនោះហើយនាំអ្នកមកផ្ទះមេតបដើម្បីចិញ្ចឹមអ្នកដែលជាមនុស្សអកតញ្ញូនេះធ្វើអី
កាលពីមុនពេលខ្ញុំឃើញយុនជីនទៅតែអាយុមិនដល់6ឆ្នាំផងក៏ត្រូវគេយកទៅលក់នៅហាងដោយសារតែចិត្តទុនក៏នាំគាត់ត្រឡប់មកវិញខ្ញុំស្រឡាញ់គាត់ដូចជាប្អូនស្រីបង្កើតអញ្ចឹងក្រោយមកពេលជិតដល់ថ្ងៃរៀបការខ្ញុំត្រូវតែជ្រើសរើសស្រីបម្រើតាមទំនៀមទម្លាប់ដើម្បីបញ្ជូនទៅផ្ទះព្រះអង្គម្ចាស់ទី5ពេលនោះហើយដែលយុនជីនមករកខ្ញុំឆៃស៊ីងឲ្យខ្ញុំទៅធ្វើជាស្រីបម្រើនៅផ្ទះព្រះអង្គម្ចាស់ទី5ទៅអាហោះអត់បានទេខ្ញុំមិនទាន់ដឹងថាហ្វូលីងឈួននឹងមានចរិតបែបណាផងបើឲ្យអញទៅសាកល្បងរៀបការទាំងប្រថុយបែបនេះបើមានរឿងអីកើតឡើងតើត្រូវធ្វើម៉េចមិនមែនទេឆៃស៊ីងអញគ្រាន់តែខ្លាចខ្ញុំដណ្ដើមយកគូដណ្ដឹងរបស់អញមែនទេយើងរាប់អានគ្នាជាបងប្អូនប៉ុន្មានឆ្នាំមកនេះអញនៅតែមិនទុកចិត្តខ្ញុំទៀតឬខ្ញុំគិតបែបនឹងមិននឹងកើតឆៃស៊ីងអញកុំបារម្ភអីបើវាជាគូព្រេងដ៏ល្អមែននោះខ្ញុំមិនអាចទៅបំផ្លាញវាបានដាច់ខាតឆៃស៊ីងអញឲ្យខ្ញុំទៅចុះណាយុនជីនអូនមិនអាចទៅបានទេណាមីងឆៃស៊ីងនាងគ្រាន់តែមើលងាយខ្ញុំថាជាស្រីបម្រើទើបមិនចាត់ទុកខ្ញុំជាបងប្អូនបង្កើតមែនទេដើមឡើយខ្ញុំចង់រកគូស្រករល្អឲ្យយុនជីនដើម្បីឲ្យនាងបានរៀបការចេញទៅក្នុងនាមជាស្រីក្រមុំនៃត្រកូលមេតបតែយុនជីនបែរជាយំរករឿងគំរាមសម្លាប់ខ្លួនដើម្បីតែចង់ចូលទៅក្នុងវាំងរបស់ព្រះអង្គម្ចាស់ទី5ចុងក្រោយខ្ញុំក៏យករំតាមនាងទៅនរណានឹងស្មានថានាងមានគំនិតមិនល្អបែបនេះតាំងពីយូរមកហើយមីងឆៃស៊ីងនាងពេញចិត្តខ្លាំងណាស់មែនទេកាលពីមុនពេលនាងនាំខ្ញុំចូលវាំងនាងគិតថាខ្លួនឯងចិត្តល្អណាស់មែនទេខ្ញុំត្រូវលុតជង្គង់អរគុណនាងដែលបានអាណិតមេត្តាខ្ញុំមែនទេយុនជីនកុំគិតថាពេលនេះនាងបានធ្វើជាព្រះនាងហើយនាងចង់ធ្វើអ្វីក៏បាននោះកុំឲ្យបាត់បង់កិត្តិយសរាជវង្សពេលចេញទៅខាងក្រៅចង់ធ្វើអីក៏ធ្វើទៅតែចេញទៅក្រៅកុំធ្វើឲ្យបាត់មុខរាជវង្សឲ្យសោះលោកយាយមិនអីទេមែនទេនាងតូចអរគុណនាងខ្លាំងណាស់មិញនេះខ្ញុំមិនអីទេតែនាងវិញត្រូវគេធាក់មួយជើងបែបនេះមិនអីទេទៅរកគ្រូពេទ្យពិនិត្យមើលទៅមិនអីទេខ្ញុំមិនអីទេនេះជារឿងដែលខ្ញុំគួរតែធ្វើហើយអ្វីខ្ញុំមានអារម្មណ៍ថាលោកយាយម្នាក់នេះមើលទៅមុខមាត់ម្លេះមែនហើយនេះវាខ្សែអង្កាំរបស់លោកយាយខ្មៅនេះពិតមែនហើយនេះហើយជាម្ដាយរបស់ជាតិមុនមិនដឹងជាមកវត្តប៉ុន្មានដងទេទើបបានជួបលោកស្រីម្ដងជាតិមួយនេះគ្រាន់តែនឹកឃើញភ្លាមតែបែរជាធ្វើឲ្យខ្ញុំជួបដោយចៃដន្យឲ្យទៅវិញលោកយាយឲ្យរឿងសុខភាពមិនអាចធ្វេសប្រហែសបានទេណាលោកយាយឈឺត្រង់ណាដែរខ្ញុំជូនលោកយាយទៅពេទ្យណាទៅណាឲ្យរូបខ្ញុំនៅមិនទាន់គិតគូរជាមួយយាយចាស់ងាប់នេះផងយ៉ាន់យិនឲ្យខ្ញុំសូមដាស់តឿនអ្នកពេលចេញទៅក្រៅត្រូវចេះរក្សាពាក្យសម្ដីកុំទៅប៉ះពាល់អ្នកមានបុណ្យស័ក្តិឲ្យសោះអ្នកមានបុណ្យស័ក្តិអ្នកណាទៅជាអ្នកមានបុណ្យស័ក្តិក្នុងពោះខ្ញុំនេះគឺជាកូនរបស់ព្រះអង្គម្ចាស់ទី5ណាបើមានរឿងអីកើតឡើងខ្ញុំនឹងឲ្យបងប្រុសខ្ញុំសម្លាប់ចោលទាំងពូជវាក៏មិនហួសហេតុដែរមនុស្សល្ងងឲ្យអូនសម្លាញ់យើងកុំខ្វល់ពីគេអីតោះយើងទៅអញមានអកប្បកិរិយាបែបហ្នឹងមិនបានអញចេញទៅឲ្យឆ្ងាយបើគ្មានបញ្ជាពីខ្ញុំតើពួកអញគិតថាទៅរួចមែនទេបងស្រីយុនតើថ្ងៃនេះបងមកទីនេះធ្វើអ្វីមិនមែនចង់មកជឿលើព្រះពុទ្ធភ្លាមទេមែនទេរឿងនេះពាក់ព័ន្ធអីនឹងឯងនាងចង់ធ្វើអ្វីថ្ងៃនេះដែលនាងមកទីនេះគឺព្រោះតែលោក Folin Chen បញ្ជាឲ្យនាងមកទីនេះដើម្បីចូលជាម្ដាយរបស់លោកពេមែនទេលោកយាយម្នាក់នេះគឺជាម្ដាយរបស់លោកពេលីនឆៃស៊ីងនាងកុហកក៏ត្រូវមានដែនកំណត់ដែរមើលទៅសម្លៀកបំពាក់ដែលគាត់ស្លៀកពាក់មើលទៅសាមញ្ញណាស់តើអាចទៅរួចយ៉ាងម៉េចទៅដែលគាត់ជាម្ដាយរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកពេនោះបើឯងមិនជឿក៏ខ្ញុំគ្មានវិធីដែរធ្វើជាសម្ដែងរឿងមែនទេចាប់ពួកវាឲ្យបានហើយបង្រៀនមេរៀនឲ្យពួកវាឲ្យច្បាស់អាមេតាបុតគឺជារឿងល្អលោកអ្នកទាំងឡាយឲ្យទីនេះជាកន្លែងប្រតិបត្តិធម៌មិនដឹងថាមានរឿងអ្វីបានជាមកបង្កសម្លេងរំខានបែបនេះសូមមេត្តាកុំមកបង្កការរំខានដល់ព្រះពុទ្ធអីពិតមែនហើយទីអារាមនេះមានភាពថ្លៃថ្នូរណាស់នាងជាស្រីស្រែចម្ការម្នាក់សូម្បីតែអក្សរក៏មិនចេះផងតើមានសិទ្ធិអ្វីមកដុតធូបសំពះព្រះនៅទីនេះ
នាងកញ្ញាឲ្យព្រះពុទ្ធទ្រង់តាមថែរក្សាសត្វលោកគ្រប់រូបមិនប្រកាន់ថាអ្នកមានឬអ្នកក៏នោះទេសំខាន់ឲ្យតែមានចិត្តស្មោះត្រង់គឺបានហើយម្យ៉ាងវិញទៀតលោកយាយម្នាក់នេះគឺជាភ្ញៀវកិត្តិយសរបស់វត្តយើងលុយដែលគាត់បរិច្ចាគធ្វើបុណ្យក្នុងមួយឆ្នាំអាចទិញផ្ទះវីឡាធំមួយនៅក្នុងក្រុងបានទៅហើយអីគេគ្រាន់តែអានឹងហេគាត់និយាយរឿងពិតមែនហេខាន់ខែនាងធ្វើជាអ្នកបម្រើខ្ញុំបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះមិនយល់ពីល្បិចកលរបស់ពួកអ្នកធំឡើយនាងឃើញតែការស្លៀកពាក់របស់លោកយាយក៏ស្មានថាគាត់ជាអ្នកស្រែចម្ការធម្មតាគួរឲ្យស្ដាយដែលនាងមិនយល់ទោះនៅទីណាក៏ដោយការមើលមនុស្សត្រឹមតែសម្បកក្រៅគឺជារឿងដែលមិនគួរធ្វើបំផុតលោកយាយទេមិនអាចទៅរួចទេមិនអាចទៅរួចទេពួកអ្នកកំពុងកុហកខ្ញុំលោកយាយលោកស្រីឲ្យគឺដោយសារតែខ្ញុំគ្មានសមត្ថភាពទើបធ្វើឲ្យលោកស្រីភ័យខ្លាចបែបនេះក្រោកឡើងទៅលោកពីចេញទៅមួយផ្លែតសោះមិនក៏ឯងខ្លាចទៅជាបែបនេះទៅវិញតើអ្នកណាធ្វើឲ្យឯងរបួសបែបនេះខ្ញុំត្រូវតែប្រាប់លោកប៉ៃឲ្យបានដឹងដើម្បីឲ្យគាត់ជួយរកយុត្តិធម៌ឲ្យឯងគឺគេនឹងឯងមិនមែនទេខ្ញុំអត់បានធ្វើទេលោកស្រីស្ដាប់ខ្ញុំបកស្រាយសិនលោកយាយឲ្យនេះគ្រាន់តែជាការយល់ច្រឡំទេសូមលោកយាយមេត្តាអភ័យទោសឲ្យខ្ញុំផងកុំប្រកាន់អីឯងគឺព្រះនាងវូហ្វៃមែនទេបាត់ចាស់ពិតមែនហើយគឺខ្ញុំនេះឯងអាក្មេងមិនទាន់ដឹងក្តីហ្វូលីងឆេននឹងភ្នែកមើលមនុស្សពិតជាអន់មែងចប់ហើយបងហ្វូនឹងខឹងខ្លាំងមិនខានពេលវេលាមិនទាន់ហួសពេលទេថ្ងៃនេះយើងជែកគ្នាតែប៉ុណ្ណេះសិនចុះគ្រាន់តែចាស់ទុំម្នាក់នេះមានចម្ងល់មួយចង់សួរអ្នកមុនពេលចាក់ចេញលោកជំទាវអ្នកចង់សួរខ្ញុំមែនទេថាតើខ្ញុំជួយអ្នកដោយសារតែឋានៈរបស់អ្នកមែនទេដំបូងឡើយខ្ញុំមិនបានចាប់អារម្មណ៍ទេគ្រាន់តែឃើញអាសន្នទើបជួយសង្គ្រោះប៉ុន្តែខ្ញុំឃើញអ្នកមានរោគពីថ្លៃធ្នូហើយខ្សែអង្កាំនឹករបស់អ្នកមើលទៅដូចជារបស់មានតម្លៃទើបខ្ញុំទីដឹងខ្លះមិនលាក់បាំងនឹងអ្នកទេថ្ងៃនេះដែលខ្ញុំមកគឺមានរឿងចង់ពឹងពាក់អ្នកពិតមែនបើដូច្នោះមែនចូលអ្នកនិយាយមកស្ដាប់មើលចុះលោកជំទាវរឿងនេះពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នៅភាគខាងត្បូងឆៃសិនអ្នកពិតជាតារានាំសំណាងរបស់ខ្ញុំមែនថ្ងៃនេះលោកជំទាវបៃបាននិយាយក្នុងរាជសំណាក់អំពីបេក្ខជនសម្រាប់ដោះស្រាយគ្រោះទឹកជំនន់នៅភាគខាងត្បូងខ្ញុំដើមឡើយមិនបានគិតចង់ដណ្ដើមទេប៉ុន្តែព្រះចៅអធិរាជវូមានសម្លេងគាំទ្រខ្ពស់ណាស់គ្រាន់តែខ្ញុំនឹកឃើញដល់ទង្វើដែលព្រះចៅអធិរាជវូសម្លឹងមើលអ្នកដោយក្តីលោភលន់ខ្ញុំពិតជាខឹងខ្លាំងណាស់ចុះបន្ទាប់មកទៀតយ៉ាងម៉េចដែរខ្ញុំក៏បានស្នើខ្លួនទៅកាន់លោកជំទាវបៃមិននឹកស្មានថាគាត់ព្រមយល់ព្រមព្រះចៅអធិរាជក៏សរសើរខ្ញុំថាមានសមត្ថភាពហើយថែមទាំងប្រទានប្រាក់រង្វាន់យ៉ាងច្រើនដល់ខ្ញុំទៀតចាប់ពីពេលនោះមកហ្វូហឹងក៏ចុះទៅភាគខាងត្បូងដើម្បីដោះស្រាយគ្រោះទឹកជំនន់ដោយតាមលោកជំទាវបៃហ្វូហឹងគាត់ជាមនុស្សម៉ត់ចត់ធ្វើការអ្វីក៏រៀបរយល្អគ្រប់គ្រងការងារបានយ៉ាងល្អឥតខ្ចោះហើយក៏មានគេគ្រប់គ្រងច្រើនក្នុងរាជសំណាក់ទៀតតែហ្វូលីនឈិនវិញទៅដល់ណាមានតែគេរារាំងគ្មានមន្ត្រីណាហ៊ានរាប់អានគាត់ឡើយមិនស្រួលហើយអ្នកណាគេនៅនឹងប្រញាប់ទៅហៅគ្រូពេទ្យមកអ្នកនាងសន្លប់បាត់ហើយជួយផងលោកជំទាវអបអសាទរអ្នកមានផ្ទៃពោះហើយកាលពីជាតិមុនខ្ញុំនៅជាមួយលោកហ្វូលីងឈិនប៉ុន្មានឆ្នាំមកនេះខ្ញុំមិនដែលបានកូនសោះទើបតែរៀបការជាមួយលោកហ្វូហឹងបានបន្តិចសោះខ្ញុំបែរជាមានផ្ទៃពោះទៅវិញអ្នកនាងនេះជារឿងល្អបំផុតហើយយើងត្រូវតែប្រញាប់ផ្ញើសារទៅប្រាប់ព្រះអង្គម្ចាស់ទី3ឲ្យទ្រង់ត្រឡប់មកវិញរៀបចំពិធីជប់លៀងអបអសាទរឲ្យបានធំដុំហើយក៏ត្រូវអញ្ជើញលោកម្ចាស់មកដែរអ្នកនិយាយត្រូវហើយទៅរៀបចំទៅទទួលបញ្ជាសូមអបអសាទរព្រះអង្គម្ចាស់ទី3និងព្រះនាងពិតជាមានសំណាងណាស់ដែលទទួលបានបុត្រដ៏មានតម្លៃបែបនេះហ្វូលីងឈិនលេងដៃខ្ញុំទៅទីបំផុតខ្ញុំមានឱកាសបានជួបអ្នកហើយខេឆេងឲ្យកុំខ្លាចអីខ្ញុំគ្មានបំណងអ្វីផ្សេងទេខ្ញុំគ្រាន់តែចង់និយាយអ្វីមួយជាមួយអ្នកប៉ុណ្ណោះខ្ញុំមិនស្ដាប់ទេហ្វូលីងឈួនចេញទៅឲ្យឆ្ងាយពីខ្ញុំអ្នកកំពុងធ្វើស្អីហ្នឹងតើលោកកំពុងធ្វើស្អីហ្នឹង
សៃស៊ីងអូនទៅជាមួយបងទៅបោះបង់អាម្នាក់ហ្វូហ៊ឺនោះចោលទៅហើយមកធ្វើជាព្រះជាយេហូវ៉ារបស់បងវិញហ្វូលីងឈិនលោកឈួតហើយមែនទេពេលនេះខ្ញុំគឺជាព្រះជាយារបស់ព្រះអង្គម្ចាស់ទី3លោកនៅឲ្យឆ្ងាយពីខ្ញុំបន្តិចទៅសៃស៊ីងបងដឹងថាអូននៅស្រឡាញ់បងតាមពិតទៅអូនត្រូវរៀបការជាមួយបងតាហេតុអីបានជាពួកយើងខ្លាចជាបែបនេះទៅវិញតែមិនអីទេពួកយើងនៅមានឱកាសឲ្យតែអូនព្រមលេងលេះជាមួយរៀមច្បងទី3បងនឹងរៀបការជាមួយអូនភ្លាមហើយកូនក្នុងពោះរបស់អូនក៏បងមិនប្រកាន់ដែរហ្វូលីងឈិនតើលោកចង់ចប់បញ្ចប់រឿងរវាងពួកយើងវាបានបញ្ចប់តាំងពីយូរណាស់មកហើយបញ្ចប់វាមិនអាចបញ្ចប់ទៅរួចទេបងខំឡើងមកដល់តំណែងខ្ពស់នេះហើយអូនច្បាស់ជាត្រូវខ្លាចជាស្រីរបស់បងហ្វូលីងឈិនចាប់តាំងពីថ្ងៃដែលអ្នកសុំយកយុនជីនធ្វើជាព្រះមហេសីមកយើងទាំងពីរអ្នកលែងមានថ្ងៃអាចទៅរួចទៀតហើយឆៃឈីងអូននៅខឹងបងមែនទេថ្ងៃស្អែកបងនឹងដេញនាងយុនជីននោះចេញពីភូមិគ្រឹះដើម្បីកុំឲ្យនាងមករំខានរឿងរបស់យើងទៀតជាតិមុនហ្វូលីងឈិនបានសម្លាប់គ្រួសារខ្ញុំទាំងមូលដើម្បីយុនជីនតែពេលនេះបែរជាមកនិយាយថាព្រមបោះបង់នាងនិងកូនដើម្បីខ្ញុំទៅវិញពិតជាគួរឲ្យអស់សំណាច់ណាស់លេងដៃហ្វូលីងឈិនកុំសុបិនអីទោះអ្នកធ្វើបែបណាក៏ដោយក៏យើងលែងមានថ្ងៃអាចទៅរួចដែរឆៃឈីងបងស្ដាយក្រោយហើយឆៃឈីងឲ្យតែអូនព្រមត្រឡប់មកវិញទោះឲ្យបងធ្វើអ្វីក៏បងព្រមដែរបងលីងឈិនបងមិនអាចធ្វើបែបនេះដាក់អូនបានទេបងមិនមែនធ្លាប់និយាយថាស្រឡាញ់អូនខ្លាំងណាស់ទេហេតុអ្វីបានជាបងដេញអូនចេញបែបនេះហេនាងស្រីឈួតនាងហ៊ានក្បត់ខ្ញុំមែនទេហេតុអ្វីបានជានាងចាក់ចោលខ្ញុំហើយមួយទៀតគឺមកពីនាងនឹងហើយបានជាខ្ញុំចង់គំនុំនាងវាស្លាប់ទៅហើយខ្ញុំមិនដែលជួបតែរឿងល្អសោះនាងទូឯកណោមសំណាងអាក្រក់ម្នាក់នេះសៀនកូនម៉ែអ្នកនាងជួយខ្ញុំផងពីយន្តប្រញាប់ទៅទីធ្លាខាងមុខហ្វូលីងឈឹងប្រញាប់លេងខ្ញុំភ្លាមឆៃសឹងកុំស្រែកអីខ្ញុំនឹងនាំនាងទៅឥឡូវនេះហើយនាងដឹងទេឆៃសឹងតាមពិតទៅខ្ញុំកាត់ជាថ្មីជាតិមុនខ្ញុំបានឡើងក្រុងរាជហើយនាងក៏បានក្លាយជាមហេសីនោះទើបជាទីបញ្ចប់ដែលយើងគួរទទួលបានចំណែកយុនជីងវិញគេស្លាប់យូរហើយតាមពិតគេមិនគួរនៅទីនេះទេហ្វូលីងឈឹងទោះជាខ្ញុំឬយុនជីងក៏មិនអាចប្រៀបនឹងបល្ល័ង្កមាសដ៏ខ្ពង់ខ្ពស់នោះបានដែរនាងនៅមិនទាន់ដឹងទៀតមែនទេខ្ញុំមិនដឹងយ៉ាងម៉េចហ្វូលីងឈឹងខ្ញុំមិនត្រឹមតែដឹងថាអ្នកបានធ្វើជាអធិរាជទេខ្ញុំថែមទាំងដឹងទៀតថាអ្នកបានសម្លាប់មនុស្សគ្រប់គ្នានៅក្នុងភូមិគឺមេតបរបស់យើងឲ្យខ្ញុំទៅជាមួយអ្នកខ្ញុំស្អប់អ្នករហូតដល់ចង់ឲ្យអ្នកស្លាប់10000ដងឯណោះឆៃសឹងនាងត្រូវហើយខ្ញុំកាត់ជាថ្មីព្រោះថាខ្ញុំត្រូវតែសងសឹកពិតមែនហើយខ្ញុំបានកាត់ជាថ្មីហើយព្រោះខ្ញុំត្រូវតែសងសឹកឈឺណាស់លេងដៃទៅទើបតែដឹងខ្លួនសោះរស់ឡើងវិញហើយតើអ្នកមិនអីទេខ្ញុំមិនអីទេអ្នកណាទៅចាប់ខ្លួនមួយហួងសេមកព្រះអង្គម្ចាស់ហ៊ានចាប់ខ្ញុំឬជឿទេថាស្អែកនេះព្រះអង្គនឹងបញ្ជូនអ្នកទៅដាក់គុកកុំបារម្ភអីខ្ញុំនឹងពន្យល់ប្រាប់ព្រះអង្គឲ្យច្បាស់ថាវូដេចូលមកក្នុងទីធ្លាខាងក្នុងរបស់ខ្ញុំហើយបំពេញលើស្នំរបស់ខ្ញុំដោយរបៀបណាជឿថាព្រះអង្គនឹងយល់ព្រះអង្គម្ចាស់ព្រះអង្គនឹងមិនស្លាប់ល្អទេខ្ញុំគឺជាអធិរាជនាពេលអនាគតចាំមើលចុះដល់ពេលខ្ញុំឡើងក្រុងរាជខ្ញុំនឹងសម្លាប់អ្នកទាំងអស់គ្នាឲ្យអស់នៅចំពោះមុខមនុស្សម្នាទាំងនេះគេនិយាយពីអសុរោះបែបនេះមិនខុសអ្វីពីការអ្នកណាទៅចាប់ខ្លួនជនក្បត់ជាតិ Fu Lingchen យកទៅដាក់គុកស្អែកចាំរងចាំការសម្រេចពីព្រះអង្គអ្នកនាងជួយផងអូយខ្ញុំដឹងកំហុសហើយពូឲ្យពូជួយក្មួយផងក្មួយដឹងខ្លួនថាខុសហើយស្រែកអីស្រែកម្លេះប្រពន្ធខ្ញុំគាត់មិនអីទេមែនទេកៃស៊ីនឲ្យគឺបងខុសហើយបើបងនៅក្បែរអូនមិនឃ្លាតឆ្ងាយនាងក៏មិនអាចឆ្លៀតឱកាសធ្វើបាបអូនបានដែរមិនអីទេបងកុំបារម្ភអីលោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងម៉េចហើយព្រះនាងនិងកូនក្នុងផ្ទៃសុខសប្បាយធម្មតាទេគ្រាន់តែគាត់ភ័យខ្លាចបន្តិចបន្តួចទើបប៉ះពាល់ដល់កុពលខ្ញុំនឹងចេញវេជ្ជបញ្ជីថ្នាំបំពេញសុខភាពឲ្យហើយនឹងឲ្យគេយកទៅជូនដល់ទីនោះពិតជាល្អណាស់អ្នកនាងនិងកូនមិនអីទេលោកគ្រូពេទ្យសូមអញ្ជើញតាមនេះមកបានហើយអរគុណច្រើនណាស់អ្នកនាងកៃស៊ីនអូនដឹងទេបងធ្លាប់បាត់បង់អូនម្ដងរួចមកហើយលើកនោះបងមកយឺតមួយជំហានទើបបន្សល់ទុកឲ្យបងតែយកជីវិតរបស់ឯងមកសងតើហ្វូហឹងក៏កើតមកជាតិថ្មីដែរឬ
អ្នកមិនដឹងទេតាមពិតទៅយប់មុនថ្ងៃដែលអ្នកចាប់ឆ្នោតខ្ញុំបានយល់សប្តិឃើញរឿងមួយក្នុងសុបិននោះអ្នកបានរៀបការជាមួយអធិរាជវូហើយខ្ញុំក៏បានទៅកាន់តំបន់ព្រំដែនប៉ុន្តែអធិរាជវូគាត់មិនបានមើលថែអ្នកល្អទេពេលខ្ញុំត្រឡប់មកពីតំបន់គ្រប់គ្រងវិញអ្នកបានស្លាប់បាត់ទៅហើយសូម្បីតែឪពុករបស់អ្នកដែលឈរជើងនៅព្រំដែនក៏ត្រូវបានហ្វូលីងឈឿនបោកបញ្ឆោតឲ្យត្រឡប់មកវិញដើម្បីសម្លាប់ចោលដែរនឹកស្មានមិនដល់ថាដោយសារតែយុនជីនគ្រួសារយើងទាំងមូលត្រូវជួបជោគវាសនាបែបនេះមិនមែនទេក្នុងសុបិននោះក្រោយពីជួយអ្នករួចខ្ញុំបានស៊ើបអង្កេតឃើញថាយុនជីនតាមពិតទៅត្រូវបានហ្វូលីងឈឿនសម្លាប់ចោលគេមើលឃើញថាមេតបរបស់អ្នកមានអំណាចខ្លាំងពេកទើបសម្លាប់យុនជីដើម្បីរកលេសដោះសារជាមួយរាជទូតទាំងកូមួយទៀតគេសារភាពថាគេបារម្ភខ្លាចបាត់បង់រាជបល្ល័ង្កទើបមិនហ៊ានឲ្យអ្នកមានកូនជាមួយគេអូអញ្ចឹងតើបានជាគ្រប់យ៉ាងក្នុងជាតិមុនអាចបកស្រាយបានទាំងអស់សំណាងហើយដែលរឿងទាំងអស់នេះមិនមែនជារឿងពិតយើងឆ្លោះគ្នាមិនឈប់ខ្ញុំស្មានតែអ្នកស្អប់ខ្ញុំមិននឹកស្មានថាអ្នកគ្រាន់តែមាត់រឹងសោះដល់ពេលចុងក្រោយបែរជាអ្នកដែលជាគូស្ត្រូវស្លាប់រួមម្នាក់នេះដែលនៅក្បែរខ្ញុំមានពាក្យមួយឃ្លាថាគូស្ត្រូវខ្លាយជាប្តីប្រពន្ធស្មោះត្រង់ខ្ញុំគ្រាន់តែគិតថាអ្នកមានបញ្ហាភ្នែកទើបមើលមិនឃើញពីគុណសម្បត្តិខ្ញុំសូមអបអរសាទរព្រះអង្គម្ចាស់ទី3ព្រះនាងបានប្រសូតបុត្រមួយអង្គហើយល្អណាស់ព្រះអង្គមកមើលចុះអ្នកមើលកូនសិនទៅខ្ញុំទៅមើលព្រះនាងសិនឆៃស៊ីងអរគុណដែលបានលំបាកតាមបញ្ជាព្រះចៅអធិរាជព្រះនាងលីនឆៃស៊ីងមានចិត្តល្អបរិសុទ្ធមានប្រាជ្ញាឆ្លៀសវៃនិងមានចិត្តមេត្តាទើបតែងតាំងជាព្រះនាងជីនយូសូមអរព្រះគុណព្រះមហាករុណាធិគុណសូមព្រះអង្គមានព្រះជន្មាយុ10000ឆ្នាំហ្វូលីងឈិនបានស្លាប់ទៅហើយអ្នកនៅក្នុងភូមិគ្រឹះរបស់ព្រះអង្គម្ចាស់វូក៏ត្រូវបានគេបណ្តេញចេញអស់កូនរបស់យុនជីនក៏មិនអាចរក្សាទុកបានដែរចុងក្រោយនាងក៏ត្រូវគេលក់ទៅក្នុងផ្ទះបន់ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះភាពអាប់អួរពីជាតិមុនរបស់ខ្ញុំក៏ត្រូវបានបញ្ចប់ទាំងស្រុងហើយខ្ញុំក៏ទទួលបានជីវិតថ្មីការទៅកាន់ទឹកដីសក្តិភូមិលើកនេះផ្លូវឆ្ងាយណាស់ហើយក៏មានពេលច្រើនដែរយើងអាចដើរលេងតាមផ្លូវបានព្រមទាំងអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនិងភ្លក្សអាហារឆ្ងាញ់តាមផ្លូវទៀតផងហ្វូហេងឥឡូវនេះព្រះចៅអធិរាជកំពុងតែមានព្រះរោគធ្ងន់ធ្ងរការដណ្ដើមអំណាចគ្នារវាងបាក់ពួករបស់ព្រះអង្គម្ចាស់នីមួយក្នុងរាជវាំងកាន់តែខ្លាំងឡើងបងមានស្នាដៃក្នុងការគ្រប់គ្រងទឹកនៅភាគខាងត្បូងដែលជាបេក្ខភាពដ៏ល្អបំផុតសម្រាប់តំណែងរាជទាយាតើបងពិតជាចង់បោះបង់ឱកាសឡើងគ្រងរាជដើម្បីតែខ្ញុំមែនឬបងមិនដែលចង់ដណ្ដើមអំណាចអ្វីទេហើយក៏មិនមែនជាអ្នកដឹកនាំដែលមានសមត្ថភាពដែរស្នាដៃដែលបងមានសប្តាហ៍ថ្ងៃនេះសុទ្ធតែជាការជួយជ្រោមជ្រែងពីអូនទាំងអស់តំណែងអធិរាជនេះទុកឲ្យបងប្អូនដែលមានសមត្ថភាពជាងបងធ្វើទៅចុះបងគ្រាន់តែចង់ឲ្យមនុស្សដែលបងស្រឡាញ់នៅក្បែរខ្លួនហើយបានជួបជុំគ្រួសារតែប៉ុណ្ណោះ